តើគួរតែចាប់ផ្ដើមរៀនពីត្រង់ចំណុចណាមុនគេដើម្បីកែលម្អនិងអភិវឌ្ឍខ្លួនឯងជាបទពិសោធន៍ផ្ទាល់ខ្លួនសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំចាប់ផ្ដើមឡើងដោយការរៀនសង្កេតខ្ញុំចូលចិត្តសង្កេតមើលមនុស្សជុំវិញខ្លួនបរិយាកាសជុំវិញខ្លួនហើយរៀនសូត្រពីមនុស្សទាំងអស់ហ្នឹងឬក៏បរិយាកាសជុំវិញខ្លួនទាំងអស់ហ្នឹងហើយខ្ញុំខ្លួនឯងមិនទាំងដឹងថាខ្លួនឯងចូលចិត្តការរៀនតាមរយៈហេតុការណ៍ទាំងអស់ហ្នឹងតាំងពីពេលណាមកទេប៉ុន្តែបន្ទាប់ពីខ្ញុំបានអានសៀវភៅមួយរយៈរួចមកទើបដឹងថាតាមពិតទៅខ្ញុំមានចំណង់ចំណូលចិត្តបែបហ្នឹងចំណង់ចំណូលចិត្តទៅលើការអភិវឌ្ឍនិងការរៀនសូត្រហ្នឹងគឺតាំងពីយូរណាស់មកហើយមិនមែនទៅតែនៅពេលដែលខ្ញុំចាប់ផ្ដើមអានសៀវភៅនោះទេគ្រាន់តែខ្ញុំមិនបានដឹងអំពីខ្លួនឯងតែប៉ុណ្ណោះមនុស្សយើងគ្រប់គ្នាសុទ្ធតែមានសក្តានុពលលើសពីអ្វីដែលយើងបានគិតគ្រាន់តែយើងមិនបានដឹងខ្លួនហើយមិនបានចាប់អារម្មណ៍ពេលខ្លះវាទាមទារឲ្យយើងប្រឹងប្រែងស្វែងរកខ្លួនឯងតាមរយៈការរៀនសង្កេតពីបរិយាកាសជុំវិញពីមនុស្សជុំវិញខ្លួនឬក៏តាមរយៈការអានការស្ដាប់អ្នកចែករំលែកផ្សេងៗដើម្បីស្វែងរកគំនិតយកមកបំផុសគំនិតរបស់យើងឬក៏បំផុសសក្តានុពលចេញពីខាងក្នុងខ្លួនរបស់យើងវាមិនប្រកាសថាយើងត្រូវចាប់ផ្ដើមរៀនពីត្រង់ចំណុចណាមុននោះទេពីព្រោះថាមនុស្សម្នាក់ៗអាចទទួលបានរូបភាពនៃការបំផុសគំនិតខុសៗគ្នាអ្នកខ្លះអាចទទួលបានការបំផុសគំនិតតាមរយៈការអានអ្នកខ្លះទៀតតាមរយៈការស្ដាប់ហើយអ្នកខ្លះទៀតតាមរយៈការសង្កេតឬក៏ការទស្សនាខ្សែភាពយន្តផ្សេងៗហ្នឹងក៏អាចទទួលបានជាគំនិតដើម្បីយកមកបំផុសសក្តានុពលចេញពីក្នុងខ្លួនសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃបានដែររាល់បរិយាកាសជុំវិញខ្លួនយើងគឺសុទ្ធតែជាគ្រូបង្រៀនដ៏ល្អរបស់យើងជីវិតនេះតែងតែមានអ្វីថ្មីៗដើម្បីបង្រៀនដល់យើងជានិច្ចរាប់ចាប់តាំងពីពេលដែលយើងកើតមករហូតដល់យើងធំពេញវ័យក្លាយជាឪពុកម្ដាយរបស់គេគឺសូម្បីតែកូនៗរបស់យើងក៏ក្លាយជាគ្រូបង្រៀនរបស់យើងផងដែរគឺបង្រៀនឲ្យយើងក្លាយជាឪពុកម្ដាយនិងរបៀបដែលក្លាយជាអ្នកដឹកនាំរបស់គេហើយស្វាមីនិងភរិយារបស់យើងក៏ដូចគ្នាគឺសុទ្ធតែជាគ្រូបង្រៀនដ៏ល្អសម្រាប់យើងដូចគ្នាសាលារៀនបានបង្រៀនយើងត្រឹមតែមួយរយៈពេលណាមួយតែប៉ុណ្ណោះប៉ុន្តែបរិយាកាសជុំវិញខ្លួនយើងគឺបង្រៀនយើងពេញមួយជីវិតយើងអាចនឹងជួបការលំបាកជាច្រើនប្រសិនបើយើងមិនបានដឹងថាខ្លួនឯងជានរណាហើយមានតែការរៀនសូត្រតែប៉ុណ្ណោះដែលនឹងជួយកោះកកាយបើបង្ហាញសក្តានុពលរបស់អ្នកនិងបង្ហាញថាតើអ្នកគឺជានរណាឲ្យពិតប្រាកដសរុបមកវិញបងប្អូនអាចរៀនពីត្រង់ចំណុចណាមុនក៏បានដែរឲ្យតែបងប្អូនគិតថាវាជារឿងងាយស្រួលសម្រាប់បងប្អូនទាំងអស់គ្នាមិនចំពោះតែការអានការស្ដាប់ឬក៏ការមើលអ្វីផ្សេងៗជុំវិញខ្លួនរបស់បងប្អូននោះទេជាចុងក្រោយកុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍